នៅក្នុងជំនួបពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអនុទិនឆាវរៈគុលនិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានាទីក្រុងសៀងហៃលោកប្រធានាធិបតីចិនស៊ីជីនពីងបានបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរឲ្យបានសមស្របនិងប្រកបដោយសន្តិវិធីលោកស៊ីជីនពីងបានបញ្ជាក់ថារដ្ឋធានីប៉េកាំងត្រៀមខ្លួនជានិច្ចក្នុងការដើរតួនាទីប្រកបដោយស្ថាបនានិងបានលើកទឹកចិត្តឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តរក្សាការសន្ទនាដើម្បីពង្រឹងបទជប់បាញ់និងកសាងទំនុកចិត្តទៅវិញទៅមកដែលជាផលប្រយោជន៍ជាមូលដ្ឋានសម្រាប់ជាតិទាំងពីរជាការឆ្លើយតបមេដឹកនាំកម្ពុជានិងថៃបានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីរបស់ចិនក្នុងការជំរុញដំណើរការសន្តិភាពនេះក្រៅពីបញ្ហាព្រំដែនមេដឹកនាំទាំងបានព្រមព្រៀងគ្នាបន្តសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនដូចជាល្បែងស៊ីសងអនឡាញការឆោបបោកតាមប្រព័ន្ធទូរគមនាគមន៍ទន្ទឹមនេះក៏មានការលើកឡើងពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យថៃកុំនិរទេសខ្លួនអ្នកប្រឆាំងចិន4នាក់ត្រឡប់ទៅប្រទេសចិនវិញផងដែរ